It is on record. ផ្លូវលំហូជីមិញត្រូវបានគេស្គាល់នៅក្នុងប្រទេសវៀតណាមថាជាផ្លូវផ្គត់ផ្គង់យុទ្ធសាស្ត្រទ្រឿងស៊ុនគឺជាប្រព័ន្ធផ្លូវលំភ្នំនិងព្រៃយ៉ាងស្មុគស្មាញដែលតភ្ជាប់វៀតណាមខាងជើងទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែលកំពុងលាក់ខ្លួននៅពីពេញវៀតណាមខាងត្បូងកម្ពុជានិងឡាវក្នុងកំឡុងសង្គ្រាមវៀតណាមផ្លូវលំហូជីមិញនេះហើយដែលជាអ្នកកំណត់ពីភាពឈ្នះរបស់វៀតណាមកុម្មុយនីសនិងបានដើរតួនាទីជាសរសៃឈាមជើងក្នុងដ៏សំខាន់សម្រាប់ដឹកជញ្ជូនកងទ័ពគ្រឿងសព្វាវុធនិងស្បៀងអាហារដើម្បីផ្ដល់លទ្ធភាពដល់កម្លាំងកុម្មុយនីសធ្វើសង្គ្រាមផ្ដួលរំលំវៀតណាមខាងត្បូងក្រោមការដឹកនាំរបស់ងូឌីងឌៀមសម្រាប់វៀតណាមផ្លូវលំហូជីមិញនេះហើយដែលជាអ្នកត្រួសត្រាយផ្លូវឲ្យវៀតណាមវាយឈ្នះចក្រពត្តិនិយមអាមេរិកដកខ្លួនចេញពីទឹកដីវៀតណាមហើយក៏ជាកត្តាដ៏សំខាន់ដើម្បីបង្រួមវៀតណាមទាំងពីរឲ្យរួមគ្នាតែមួយក្រោមការដឹកនាំរបស់វៀតណាមខាងជើងកុម្មុយនីសក៏ប៉ុន្តែសម្រាប់កម្ពុជាផ្លូវលំនេះហើយដែលជាអ្នកនាំអាចបញ្ឆេះសង្គ្រាមនៅវៀតណាមឲ្យឆេះរីករាលដាលតាំងពីវៀតណាមឲ្យចូលមកកម្ពុជានឹងគេនឹងឯងដែរប្រទេសមួយដែលត្រូវបានគេប្រសិទ្ធនាមថាជាកោះសន្តិភាពហើយប្រជាជនរស់នៅក្នុងភាពសុខសាន្តអស់រយៈពេលជាង15ឆ្នាំបានคล้ายទៅជាផ្ទាំងស៊ីបនៃការទម្លាក់គ្រាប់បែក B-52 របស់អាមេរិកនៅក្នុងការតាមប្រមាញ់ពួកយៀកកុងដែលកំពុងលាក់ខ្លួនការពារផ្លូវលំហូជីមិញប្រតិបត្តិការដែលអាមេរិកតាមរុករកកំទេចពួកយៀកកុងនេះត្រូវបានអាមេរិកកំណត់យកជាយុទ្ធសាស្ត្រសង្គ្រាមមួយដែលត្រូវបានពួកគេដាក់ឈ្មោះថា Operation Search and Destroy យុទ្ធនាការទម្លាក់គ្រាប់បែកដើម្បីបោសសម្អាតពួកកុម្មុយនីសដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជានេះបានប្រែក្លាយឈាមដែលត្រូវបានគេកំណត់ទុកថាត្រូវហូរចេញពីពួកយៀកុងបែរជាឈាមទាំងអស់នោះត្រូវហូរចេញពីប្រជាជនកម្ពុជាស្លូតត្រង់ទៅវិញត្បិតថាពួកអស់នេះពូកែខ្លាំងណាស់គឺខាងបន្លំផ្នែកសត្រូវធ្វើយ៉ាងណាឲ្យសត្រូវទម្លាក់ចាប់ទីតាំងខុសទម្លាក់គ្រាប់បែកចំកន្លែងផ្សេងពិសេសផ្ទះរបស់ប្រជាជនស៊ីវិលស្លូតត្រង់យុទ្ធសាស្ត្រសង្គ្រាមនេះត្រូវបានប្រវត្តិមីទូមើលឃើញថាយៀកកុងប្រើដើម្បីកេងចំណេញផ្នែកសតិអារម្មណ៍នយោបាយធ្វើយ៉ាងណាឲ្យកម្ពុជាមានការឈឺចាប់គុំគួនសងសឹកជាមួយនឹងពួកអាមេរិកដែលមានបងប្អូនសាច់ញាតិរបស់ខ្លួនមានអ្នកខ្លះស្លាប់អ្នកខ្លះពិការដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកម្ល៉េះហើយពេលនោះយៀកកុងនិងខ្មែរនឹងមានសត្រូវរួមចម្បងគឺពួកចក្រពត្តិនិយមអាមេរិកនោះឯងហើយក្រោយមកទើបគេដឹងថាយុទ្ធសាស្ត្រនេះប្រើបានផលពិតមែនព្រោះថាក្រោយពីធ្វើការសម្ភាសទៅលើអតីតទាហានខ្មែរក្រហមតើហេតុដូចម្តេចបានជាពួកគេចូលរួមនៅក្នុងចលនាកុម្មុយនីសខ្មែរក្រហមហេតុផលមួយនៅក្នុងចំណោមហេតុផលផ្សេងទៀតដែលធ្វើពួកគេចូលរួមនៅក្នុងចលនានេះគឺការស្អប់ខ្ពើមទៅលើពួកចក្រពត្តិនិយមអាមេរិកតែម្ដងដែលទម្លាក់គ្រាប់បែកកំទេចផ្ទះសម្បែងឬធ្វើឲ្យស្លាប់គ្រួសារសាច់ញាតិរបស់ពួកគេវត្តមានរបស់ពួកវៀតណាមខាងជើងដែលបោះទីតាំងនៅលើទឹកដីកម្ពុជាដើម្បីការពារផ្លូវលំហូជីមិញត្រូវបានបើកភ្លើងខៀវជាសម្ងាត់ដោយអ្នកមានអំណាចកម្ពុជាផុតលេខម្នាក់នៅកម្ពុជាកាលចំនួននោះហើយឈ្មោះរបស់គាត់បើទោះបីជាខ្ញុំមិនលើកយកមកនិយាយក៏បងប្អូនអាចស្មានត្រូវដែរដោយរួមបញ្ចូលនៅបណ្ដាផ្លូវថ្នល់និងផ្លូវលំជាង 12,000 ម៉ាយឬប្រមាណ 19,300 គីឡូម៉ែត្រផ្លូវលំហូជីមិញឆ្លងកាត់តំបន់ភូមិសាស្ត្រដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោកដោយឆ្លងកាត់តាមជ្រលងភ្នំដងអូខ្វាត់ខ្វែងហើយតែងប្រឈមមុខទៅនឹងការកាត់ផ្ដាច់ទម្លាក់គ្រាប់បែកពីកងទ័ពអាកាសអាមេរិកជារឿយៗក៏ប៉ុន្តែផ្លូវលំនេះគឺនៅតែជាច្រកដ៏សំខាន់ដែលតភ្ជាប់ប្រជាជាតិដែលត្រូវបានមហាអំណាចបែងចែកទាំងពីរនេះឲ្យមានឱកាសខិតជិតទៅរកគ្នាភ្ជាប់គ្នាឡើងវិញខ្ញុំសូមជម្រាបលោកអ្នកស្ដាប់ផងដែរថាបណ្ដាញផ្លូវលំហូជីមិញនេះបានលាតសន្ធឹងចាប់ពីច្រកមួយយ៉ានៅភាគខាងជើងរហូតទៅដល់ទិសខាងត្បូងតាមជួរភ្នំភាគខាងលិចដែលគ្របដណ្ដប់ដោយព្រៃក្រាស់នៃប្រទេសឡាវមុនពេលចូលទៅដល់វៀតណាមខាងត្បូងនៅចុងភាគពីយប់នៅជ្រលងភ្នំផ្លៃត្រប់ដែលត្រូវបានគេប្រសិទ្ធនាមថាជ្រលងភ្នំទឹកភ្នែកនិងបន្តទៅកាន់ចំណុចខាងត្បូងផ្សេងទៀតប្រការដែលជ្រលងភ្នំនៅប្រទេសឡាវនេះត្រូវបានគេប្រសិទ្ធនាមថាជាជ្រលងភ្នំទឹកភ្នែកក៏ពីព្រោះបណ្ដាលមកពីបរិស្ថានដ៏កាចសាហាវនៃភូមិសាស្ត្ររបស់តំបន់នេះត្បិតថាតំបន់នេះពោពេញទៅដោយព្រៃក្រាស់ៗភ្នំចោតសីតុណ្ហភាពប្រហែល40អង្សានិងខ្វះខាតទឹកស្អាតសម្រាប់ផឹកទៀតផងបន្ថែមពីលើនេះទៅទៀតតំបន់នោះធ្លាប់ជាសមរភូមិបង្ហូរឈាមរវាងកងពលធំថ្មើរជើងទី4របស់អាមេរិកនិងពួកកុម្មុយនីសវៀតណាម
ដែលបានប្រយុទ្ធគ្នាស៊ីសៃគាត់ឈាមយ៉ាងសាហាវកាលពីថ្ងៃទី22ខែមីនាឆ្នាំ1967ផ្លូវនេះត្រូវបានថែទាំយ៉ាងល្អដោយកម្មករវៀតណាមពេញម៉ោងចំនួន300,000នាក់និងកសិករក្រៅម៉ោងស្ទើរតែស្មើគ្នា300,000នាក់នេះដែរដោយសាកសពរបស់ពួកគេភាគច្រើនត្រូវបានកប់ទុកនៅក្នុងវាលពិឃាតនៃវាលកប់ខ្មោចយោធាវៀតណាមចំនួន72កន្លែងដែលជាសាកសីបញ្ជាក់ពីការលះបង់អាយុជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើផ្លូវលំមួយនេះក្នុងបបផែតការពីផ្លូវលំហូជីមិញនិងការបង្រួបបង្រួមវៀតណាមតែមួយប្រវត្តិនៃផ្លូវលំហូជីមិញនេះក្នុងនាមជាខ្សែទំនាក់ទំនងបានចាប់ផ្ដើមឡើងតាំងពីសម័យសង្គ្រាមលោកលើកទី2មកម្លេះនៅពេលដែលក្រុមចលនាវៀតមិញប្រឆាំងបារាំងបានធ្វើដំណើរឆ្លងកាត់តាមផ្លូវលំនេះក្នុងកំឡុងសង្គ្រាមប្រឆាំងនឹងអាមេរិកផ្លូវដើរដែលមានស្រាប់ទាំងនេះត្រូវបានអភិវឌ្ឍឲ្យទៅជាផ្លូវដែលអាចជ្រៀតចូលមានរបៀបរៀបរយខ្ពស់សម្រាប់កម្លាំងមនុស្សនិងការដឹកជញ្ជូនសម្ភារៈផ្សេងៗដែលបម្រើដល់សមរភូមិនៅវៀតណាមខាងត្បូងបើទោះបីជាវៀតណាមខាងជើងបានប្រើប្រាស់ផ្លូវទឹកនិងបំពង់ទយោនៅក្នុងកម្រិតកំណត់មួយក៏ដោយក៏បណ្ដាញផ្លូវខ្វិតខ្វែងនៃផ្លូវថ្នល់និងផ្លូវលំនេះនៅតែជាបេះដូងនៃប្រព័ន្ធភស្តុភាររបស់វៀតកុងពេញមួយកំឡុងសង្គ្រាមនៅឥណ្ឌូចិនដោយដែលអ្នកប្រវត្តិសាស្ត្រយោធាលោក John Prados បានចង្អុលបង្ហាញថាខណៈដែលសម្ភារៈគ្រាប់រំសេវនិងអាវុធអាចជញ្ជូនទៅទិសខាងត្បូងតាមកប៉ាល់បានក៏ប៉ុន្តែមានតែផ្លូវគោកប៉ុណ្ណោះដែលអាចឲ្យបុរសនិងស្ត្រីធ្វើដំណើរទៅទិសខាងត្បូងនិងចូលរួមនៅក្នុងការប្រយុទ្ធបានទោះបីជាមានការខិតខំប្រឹងប្រែងពីទីក្រុងហាណូយដើម្បីរក្សាការសម្ងាត់អំពីព័ត៌មានលម្អិតនៃបណ្ដាញផ្លូវលំនេះយ៉ាងណាក៏ដោយក្តីក៏នៅត្រឹមឆ្នាំ1960ការយល់ដឹងរបស់អាមេរិកអំពីផ្លូវលំនេះមានការរីករាលដាលរហូតដល់ក្លាយទៅជាប្រធានបទនៃការព្យាករណ៍ការសម្ងាត់របស់ពួក CIA ផងដែរតាមរយៈទឹកលុយដែលអាមេរិកបានប្រើប្រាស់បូករួមនឹងបច្ចេកវិទ្យារបស់ខ្លួនផ្លូវលំហូរជាមួយនេះมันអាចលាក់បាំងពីភ្នែករបស់អាមេរិកបាននោះទេរបាយការណ៍របស់ភ្នាក់ងារ CIA កាលពីថ្ងៃទី23ខែសីហាឆ្នាំ1960បានកត់សម្គាល់ពីការកើនឡើងនៃការគាំទ្រពីភាគខាងជើងដល់ការបោះបោរនៅវៀតណាមខាងត្បូងដោយផ្អែកទៅលើការផ្លាស់ប្ដូរកាន់តែខ្លាំងឡើងនៃកងកម្លាំងប្រដាប់អាវុធនិងសម្ភារៈយោធាដោយជាឧបករណ៍ទំនាក់ទំនងដែលតម្រង់ទិសទៅទិសខាងត្បូងឆ្លងកាត់តាមកម្ពុជានិងឡាវមុនដាច់ឆ្នាំ1960អ្នករៀបចំផែនការយោធាអាមេរិកបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលងូឌីងឌៀមខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនថាលោកត្រូវតែទទួលការត្រួតពិនិត្យព្រំដែនយ៉ាងរឹងមាំដើម្បីការពារដល់ការជ្រៀតចូលបន្ថែមទៀតពីពួកវៀតកុងចូលមកក្នុងវៀតណាមខាងត្បូងតាមការសិក្សាស្រាវជ្រាវការសម្ងាត់កាលពីខែកញ្ញាឆ្នាំ1966បានប្រមាណថាក្នុងកំឡុងខែតុលាដល់ខែវិច្ឆិកាឆ្នាំ1965ផ្លូវលំហូជីមិញបានបញ្ជូនកងទ័ពសត្រូវចំនួន 4,500 នាក់នៅក្នុងមួយខែនិងសម្ភារៈផ្គត់ផ្គង់ចំនួន 300 តោននៅក្នុងមួយថ្ងៃរបាយការណ៍តាមដានផ្លូវលំនិងការស៊ើបការណ៍បានបញ្ជាក់ពីការកើនឡើងនៃការកសាងកម្លាំងរបស់ពួកវៀតណាមខាងជើងតាមបណ្ដោយខ្សែទំនាក់ទំនងពីភាគខាងជើងចូលទៅក្នុងប្រទេសឡាវកម្ពុជានិងវៀតណាមខាងត្បូងដែលបានលាតត្រដាងឲ្យឃើញនៅផ្លូវថ្មីដែលគ្មានលេខសម្គាល់កំពុងបានកសាងឡើងដោយពួកកុម្មុយនីសវៀតកុងនៅក្នុងតំបន់ដងក្តោងនៃប្រទេសឡាវតម្រង់ទៅទិសខាងត្បូងនៅដំណាក់កាលដំបូងនៃការចូលរួមប្រយុទ្ធរបស់អាមេរិកនៅវៀតណាមអ្នកយុទ្ធសាស្ត្រអាមេរិកបានទទួលស្គាល់ថាសមត្ថភាពរបស់វៀតណាមខាងជើងនៅក្នុងការប្រើប្រាស់ផ្លូវលំហូជីមិញដើម្បីផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងត្រូវបានកាត់បន្ថយក្នុងការពិនិត្យមើលជំរើសនៃការគិតដែលលើកឡើងរបស់ពួកគេត្រូវបានបង្វែរទៅរកអំណាចដែនអាកាសដើម្បីធ្វើជាមធ្យោបាយមួយដើម្បីរំខានដល់ទំនាក់ទំនងរបស់វៀតណាមខាងជើងនិងបង្ខំឲ្យក្រុងហាណូយចូលរួមនៅក្នុងការចរចាបើទោះបីជាត្រូវប្រឈមទៅនឹងហានិភ័យតិចតួចបំផុតចំពោះបុគ្គលិកយោធារបស់អាមេរិកក៏ដោយជំរើសដែលអាមេរិកជ្រើសរើសយកដែនអាកាសដើម្បីបំបាក់ពួកវៀតកុងព្រោះពួកគេមើលឃើញយ៉ាងច្បាស់ថាអំណាចដែនអាកាសនេះហើយដែលជាភាពខ្លាំងមានព្រៀបរបស់ពួកគេរួមទាំងបច្ចេកវិទ្យាយោធាទំនើបរីឯគោលបំណងមួយទៀតដែលត្រូវបានសម្រេចដោយមន្ត្រីដូចជាលោក Mark George Bundy ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Johnson គឺដើម្បីលើកកម្ពស់ស្មារតីវៀតណាមខាងត្បូង
នឹងបញ្ជាក់ឡើងវិញនូវភាពជឿជាក់នៃការបដិញ្ញាចិត្តរបស់អាមេរិកនៅក្នុងការប្រឆាំងនឹងសកម្មភាពបដិវត្តនៅក្នុងប្រទេសទី3ទោះបីជាគោលបំណងនៃយុទ្ធនាការទម្លាក់គ្រាប់បែកត្រូវបានយល់ស្របយ៉ាងទូលំទូលាយក៏ដោយក៏មានការដេញដោលគ្នាយ៉ាងខ្លាំងអំពីពេលវេលាវិធីសាស្ត្រនិងកម្រិតស្រួចស្រាលនៃការទម្លាក់គ្រាប់បែកផងដែរលោក Robert Pep ដែលជាអ្នកប្រវត្តិសាស្ត្រយោធាបានសរសេរយ៉ាងច្រើនអំពីទ្រឹស្ដីនិងការអនុវត្តអំណាចដែនអាកាសដោយលោកបានកំណត់អត្តសញ្ញាណយុទ្ធសាស្ត្រប្រកួតប្រជែងចំនួន3ដែលកំពុងមានប្រជាប្រិយភាពនៅឆ្នាំ1966ពោលគឺយុទ្ធសាស្ត្រស៊ីវិលយុទ្ធសាស្ត្រកងទ័ពអាកាសនិងយុទ្ធសាស្ត្រកងទ័ពជើងគោកដោយដែលបានពណ៌នាដោយលោក Pep អ្នកជំនាញយុទ្ធសាស្ត្រយោធានិងគាំទ្រអាមេរិកនៃយុទ្ធសាស្ត្រស៊ីវិលបានជឿជាក់ថាវៀតណាមខាងជើងអាចនឹងត្រូវបង្ខំចិត្តទៅបានលុះត្រាតែមានការកើនឡើងជាលំដាប់នៃការគំរាមកំហែងដល់ប្រជាជននិងសេដ្ឋកិច្ចរបស់ពួកគេវិធីសាស្ត្រនេះទាមទារឲ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកដែលមានលក្ខណៈពិសេសដោយការកើនឡើងកម្លាំងទម្លាក់តិចម្ដងនិងបង្កើនសម្ពាធលើឧស្សាហកម្មការបង្កើនល្បឿននៃការវាយប្រហារធ្វើយ៉ាងណាឲ្យមានភាពស៊ីសង្វាក់គ្នានិងសន្យាពីការបំផ្លិចបំផ្លាញសមត្ថភាពសត្រូវចុងក្រោយដែលមិនអាចជៀសរួចផ្ទុយពីផែនការស៊ីវិលយុទ្ធសាស្ត្ររបស់កងទ័ពអាកាសមិនត្រឹមតែជាការគំរាមកំហែងប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីបំផ្លាញមូលដ្ឋានឧស្សាហកម្មរបស់វៀតណាមខាងជើងតែម្ដងគោលដៅរបស់ពួកអាមេរិកគឺដើម្បីលុបបំបាត់គោលដៅឧស្សាហកម្មនិងការដឹកជញ្ជូនសំខាន់ទាំងអស់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីបំបាក់ស្មារតីយោធានិងទម្លាក់គ្រាប់ពូជនៃការភ័យខ្លាចក្នុងចំណោមសតិអារម្មណ៍ប្រជាជនវៀតណាមតែម្ដងសម្រាប់យុទ្ធសាស្ត្រនេះខាងយោធាចង់បានការលើកលែងពីតំបន់ហាមឃាត់ការទម្លាក់គ្រាប់បែកដែលដាក់ចេញដោយខាងនយោបាយជាជាងការបន្ថែមឥទ្ធិពលវាយប្រហារទៅលើគោលដៅទាំងនោះដែលបានមកពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រកងទ័ពជើងគោកបានផ្ដោតទៅលើការបំផ្លាញគាំទ្ររបស់ទីក្រុងហាណូយសម្រាប់ការបោះបោរនៅវៀតណាមខាងត្បូងការកាត់បន្ថយអត្រានៃការដឹកជញ្ជូនការគាំទ្រដល់វៀតកុងឲ្យទាបជាងកម្រិតទ្រទ្រង់អបបរមារបស់ពួកគេយុទ្ធសាស្ត្រប្រឆាំងទៅនឹងការបោះបោរនេះមានផលប្រយោជន៍ច្រើនជាងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅទៀតផលវិបាកនៃការដេញដោលនេះគឺជាការបញ្ចុះបញ្ចូលរដ្ឋបាលរបស់លោកប្រធានាធិបតី Johnson ឲ្យចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកសន្ធាប់លើដើម្បីប្រឆាំងទៅនឹងវៀតណាមខាងជើងដែលត្រូវបានទទួលស្គាល់ថា Operation Rolling Thunder ចាប់ពីថ្ងៃទី2ខែមីនាឆ្នាំ1965ដល់ថ្ងៃទី31ខែតុលាឆ្នាំ1968ខ្ញុំសូមលើកយកមកនិយាយពីការទម្លាក់គ្រាប់បែករបស់អាមេរិកនៅលើច្រកមួយយ៉ាដែលស្ថិតនៅតាមព្រំដែនវៀតណាមខាងជើងនិងឡាវបន្តិចព្រោះថាច្រកនេះសំខាន់មែនទែននៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមវៀតណាមនៅពេលណាដែលគេនិយាយអំពីផ្លូវលំហូរជីមិញគេរមែងមិនអាចរំលងនិយាយអំពីផ្លូវនេះបានទេព្រោះថាច្រកនេះគឺជាសមរភូមិក្តៅរវាងកងទ័ពអាមេរិកនិងពួកវៀតណាមខាងជើងពោលគឺជាតំបន់យុទ្ធសាស្ត្រប្រទីងប្រទង់គ្នាដោយម្ខាងយកជីវិតការពារធ្វើយ៉ាងណាឲ្យផ្លូវនេះរក្សាដំណើរការធម្មតាជាប្រក្រតីហើយយើងត្រូវដឹងថានៅក្នុងសតិអារម្មណ៍របស់ពួកវៀតណាមខាងជើងពួកគេម្នាក់ដឹងច្បាស់ថាតើតែការពារផ្លូវលំនេះបានទើបប្រទេសរបស់ពួកគេអាចបង្រួបបង្រួមឡើងវិញបានរីឯបាននិយាយពីម្ខាងទៀតគឺធ្វើយ៉ាងណារីរាំងកាត់ផ្ដាច់ចរន្តសកម្មភាពរបស់ផ្លូវលំនេះឲ្យតតែបានម្ល៉េះហើយម្ខាងសុទ្ធតែចំណាយអាយុជីវិតទាហាននិងធនធានយ៉ាងច្រើនសម្បើមរៀងខ្លួនច្រកមួយយ៉ាបានឆ្លងកាត់ជួរភ្នំកម្ពស់ទាបជាង1400ហ្វីតបន្តិចដែលបានធ្វើឲ្យក្លាយទៅជាចំណុចមួយក្នុងចំណោមចំណុចអាចឆ្លងកាត់បានបន្តិចបន្តួចតាមបណ្ដោយជួរភ្នំទ្រឿងសុនដ៏លំបាកដោយសារតែសារៈសំខាន់ផ្នែកភូមិសាស្ត្រនិងយុទ្ធសាស្ត្ររបស់វាច្រកមួយយ៉ាបានក្លាយទៅជាការយកចិត្តទុកដាក់នៃបេសកកម្មប្រមូលព័ត៌មានសម្ងាត់ជាច្រើនរបស់កងកម្លាំងដូ Tiger Team នៃភ្នាក់ងារដែលមានបេសកកម្មជ្រៀតចូលវៀតណាមខាងជើងនិងនាំយកទិន្នន័យថ្មីអំពីផ្លូវលំនេះនៅឆ្នាំ1964ក្រសួងការពារជាតិអាមេរិកបានកំពុងអនុវត្តការសិក្សាគោលដៅយ៉ាងសកម្មរួមទាំងបញ្ជីជាក់លាក់នៃគោលដៅផ្លូវលំនិងកំណត់ចំណាំអំពីចំនួនជើងហោះហើររបស់ពួកកុម្មុយនីសដែលត្រូវបានទាមទារឲ្យមានការកំទេចជាបន្ទាន់សម្រាប់ច្រកមួយយ៉ាត្រូវបានអាមេរិកបានប្រមាណថា
នៅឆ្នាំ1964មានជើងហោះហើរយន្តហោះចំនួន14ជើងគឺគ្រប់គ្រាន់ល្មមដើម្បីកំទេចតំបន់នោះចោលបានហើយក៏ប៉ុន្តែការប៉ាន់ប្រមាណនេះត្រូវបានបង្ហាញឲ្យឃើញថាមានលក្ខណៈវិជ្ជមានជ្រុលហួសហេតុពេកត្បិតថាមែនតែនទៅទស្សនវិជ្ជាប្រយុទ្ធជាក់ស្ដែងអាមេរិកប្រៀបបានដូចជាសត្វអន្ត្រីតាមប្រមាញ់សត្វកណ្ដុររបស់វៀតណាមដែលលាក់ខ្លួននៅក្នុងរូងដីជ្រៅអញ្ចឹងដែរយន្តហោះចម្បាំងផ្ទុកលើកប៉ាល់ផ្ទុកយន្តហោះ USS Coracy បានធ្វើការវាយប្រហារលើកដំបូងនៅច្រកមួយយ៉ានៅថ្ងៃទី28ខែកុម្ភៈឆ្នាំ1965ដោយមានការចូលរួមពីយន្តហោះជើងទឹក A-1H Skyrider ចំនួន10គ្រឿងនិង A-4C Skyhawk ចំនួន14គ្រឿងអមដោយយន្តហោះថតរូបចំនួន2គ្រឿងយន្តហោះទាំងអស់នោះបានទម្លាក់គ្រាប់បែកដែលមានទម្ងន់ចាប់ពី500ទៅ2000ផោនដោយគ្រាប់ខ្លះត្រូវកំណត់ឲ្យផ្ទុះរហូតដល់6ថ្ងៃក្រោយមកនៅសប្តាហ៍បន្ទាប់គោលដៅរារាំងរបស់សហរដ្ឋអាមេរិកបានរួមបញ្ចូលច្រកមួយយ៉ាដែលត្រូវហោះមកទម្លាក់ម្ដងទៀតហើយនៅថ្ងៃទី21ខែមិនិនាយន្តហោះពីកប៉ាល់ Hancock បានវាយប្រហារចូលទៅក្នុងទឹកដីឡើងនៅច្រកនេះនៅរដូវក្តៅឆ្នាំ1965ច្រកនេះបានលេចឡើងម្ដងទៀតនៅលើបញ្ជីគោលដៅត្រូវទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិកនៅថ្ងៃទី16-17ខែកក្កដាយន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-105 បានទម្លាក់គ្រាប់រំសេវទម្ងន់ 18000 ផោននៅលើច្រកមួយយ៉ាយើងមើលឃើញថាច្រកមួយយ៉ានិងទីតាំងយុទ្ធសាស្ត្រផ្សេងទៀតតាមបណ្ដោយផ្លូវលំហូជីមិញបានคล้ายទៅជាការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិកនិងពួកយេកុងក្នុងការព្យាយាមបិទផ្លូវផ្គត់ផ្គង់និងការព្យាយាមរបស់ពួកវៀតណាមខាងជើងនិងក្នុងការរក្សាផ្លូវនេះឲ្យដំណើរការទៅបានសមាជិកក្រុមមនុស្សដែលវៀតណាមជ្រើសរើសយកមកការពារផ្លូវនេះគឺជាក្រុមកម្មករដែលមានការបដិញ្ញាចិត្តខ្ពស់ដែលបានការពារផ្លូវលំបង្កអាមេរិកពិបាកនៅក្នុងការទម្លាក់គ្រាប់បែកដោយប្រើប្រាស់ទីតាំងភូមិសាស្ត្រធម្មជាតិស្មុគស្មាញនិងភាពប៉ិនប្រសប់តាក់ទិចទ័ពព្រៃជាខែលការពារផ្លូវក្នុងរយៈពេលខ្លីនេះមានន័យថាផ្លូវលំតាមស្តង់ដារសង្គ្រាមឆ្លបដែលមានច្រកទ្វារចង្អៀតមានទទឹងចាប់ពី1ម៉ែត្រទៅ2ម៉ែត្រជាងប៉ុណ្ណោះបើទោះបីជាផ្លូវលំនេះបានកម្រិតការផ្ទេរសម្ភារៈផ្គត់ផ្គង់បានត្រឹមតែទៅលើសត្វពាហនៈនិងកង់ក៏ដោយប៉ុន្តែវាបានធ្វើតំបន់នេះคล้ายទៅជាគោលដៅដ៏លំបាកជាងមុនសម្រាប់ការទម្លាក់គ្រាប់បែកពីលើយន្តហោះអាមេរិកក្នុងរយៈពេលវែងក្រុងហាណូយបានរៀបចំសម្រាប់ពង្រឹងផ្នែកខ្លះនៃផ្លូវលំដើម្បីសម្របសម្រួលដោយការចល័តកាំភ្លើងធំនិងរថយន្តកងទ័ពដែលចុងក្រោយបានកើនឡើងនូវសមត្ថភាពផ្គត់ផ្គង់ជាលក្ខណៈប្រព័ន្ធហើយបានអនុវត្តឲ្យវៀតណាមខាងជើងឆ្លើយតបផ្នែកយោធាបានយ៉ាងងាយស្រួលចំពោះយន្តហោះចម្បាំងអាមេរិកការទម្លាក់គ្រាប់បែកទៅលើច្រកមួយយ៉ាបានបន្តឆ្លងកាត់រហូតដល់3រដូវគឺរដូវរងារដូវផ្ការីកនិងរដូវក្តៅឆ្នាំ1966យោងតាមអត្ថបទព័ត៌មាន Times ដែលបានចុះផ្សាយនៅថ្ងៃទី6មករាឆ្នាំ1966ក្នុងកំឡុងសប្តាហ៍នៃជើងហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានមូលដ្ឋាននៅកោះហ្គាំបានហោះមកទម្លាក់គ្រាប់បែកទម្ងន់300តោននៅលើច្រកនេះការវាយប្រហារបានបន្តរហូតដល់ខែធ្នូឆ្នាំ1966ដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកធំចំនួន30គ្រឿងឬច្រើនជាងនេះនៅក្នុងការវាយប្រហារការងារការពារផ្លូវលំហូជីមិញបានប្រែក្លាយទៅជាការបង្ហូរឈាមស្រោចពីពេញធរណីរបស់ជនជាតិវៀតណាមហើយយន្តហោះអាមេរិកចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ត្រូវបានបាញ់ទម្លាក់តាមបណ្ដោយផ្លូវលំនេះដែរយោងតាមគេហទំព័រ POWMIA ជាច្រើនដែលបានផ្សាយនៅចន្លោះឆ្នាំ1965ដល់ឆ្នាំ1971ថាអ្នកបើកបរយន្តហោះចម្បាំងអាមេរិកចំនួន43នាក់ត្រូវបានបាញ់ទម្លាក់នៅលើច្រកមួយយ៉ាក្នុងកំឡុងប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ពួកគេទោះបីជាមានគ្រាប់បែករាប់សែនតោនត្រូវបានទម្លាក់ទៅលើច្រកមួយយ៉ានិងផ្នែកផ្សេងទៀតនៃផ្លូវលំហូរជាមិនក៏ដោយក៏យុទ្ធនាការ Rolling Thunder ដែលបានចាប់ផ្ដើមនៅខែមីនាឆ្នាំ1965បានបរាជ័យនៅក្នុងគោលបំណងរារាំងចរន្តដឹកជញ្ជូននៅក្នុងផ្លូវលំហូរជាមិញរបស់ខ្លួននៅក្នុងបរិបទចំពោះអសមត្ថភាពរបស់អាមេរិកនៅក្នុងការរារាំងផ្លូវលំហូរជាមិញនេះហើយដែលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រត្រូវបានលើកយកមកពិភាក្សានៅក្នុងរង្វង់ក្រសួងការពារជាតិប៉ង់តាហ្គនប្រកាសដែលអាមេរិកជ្រើសរើសយកការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនេះបានសបញ្ជាក់ឲ្យឃើញថាអាមេរិកបានគិតពីការប្រើប្រាស់សញ្ញាបៀចុងក្រោយដើម្បីកំទេចពួកយេកុងព្រោះអស់វិធីសាស្ត្រយោធាធម្មតាហើយក៏ប៉ុន្តែជំរឿននេះ
ត្រូវបានយើងមើលឃើញថាមិនត្រូវបានប្រើប្រាស់ឡើយនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមវៀតណាមនៅឥណ្ឌូចិន